សាឡូមព្រះបន្ទូលលើកទឹកចិត្តថ្ងៃទី23ខែមករាមានចំណងជើងថាការផ្លាស់ប្ដូរដោយការរំពឹងមើលអត្ថបទសរសេរដោយ Oswald Chambers បកប្រែសម្រួលនិងអានដោយ Aum Samuel ព្រះបន្ទូលថ្ងៃនេះកូរិនថូសទី2ចំពោះ3ខ18តើយើងរាល់គ្នាទាំងអស់ដែលកំពុងតែរំពឹងមើលសេរីល្អព្រះអម្ចាស់ទាំងមុខទទេដូចជាឆ្លុះមើលទ្រង់ក្នុងកញ្ចក់យើងកំពុងតែផ្លាស់ប្រែទៅឲ្យដូចជារូបឆ្លុះនោះឯងពីសេរីល្អទៅដល់សេរីល្អគឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណការផ្លាស់ប្ដូរដោយការរំពឹងមើលលក្ខណៈដ៏អស្ចារ្យបំផុតដែលគ្រីស្ទបរិស័ទអាចបង្ហាញគឺភាពបើកចំហទាំងស្រុងនៅចំពោះព្រះដែលអនុញ្ញាតឲ្យជីវិតរបស់មនុស្សនោះក្លាយជាកញ្ចក់សម្រាប់អ្នកដទៃនៅពេលដែលព្រះវិញ្ញាណបំពេញយើងនឹងបានផ្លាស់ប្រែហើយដោយការសម្លឹងមើលចំទៅព្រះយើងនឹងក្លាយជាកញ្ចក់របស់ទ្រង់អ្នកអាចនិយាយបានថានៅពេលណាដែលមាននរណាម្នាក់បានឃើញសេរីល្អរបស់ព្រះអម្ចាស់អ្នកនោះមានអារម្មណ៍ថាគាត់នឹងឆ្លុះបញ្ចាំងពីចរិតលក្ខណៈរបស់ព្រះអម្ចាស់ពីព្រោះដោយសារព្រះវិញ្ញាណនៅខាងក្នុងគាត់ចូលប្រយ័ត្នចំពោះអ្វីដែលនឹងធ្វើឲ្យកញ្ចក់នោះប្រឡាក់ឬធ្វើឲ្យប្រេះនៅក្នុងអ្នកស្ទើរតែងតែជាអ្វីដែលល្អដែលអាចនឹងធ្វើឲ្យកញ្ចក់នោះប្រឡាក់ប៉ុន្តែអ្វីដែលល្អចំពោះយើងមិនមែនជាអ្វីដែលពិសេសបំផុតសម្រាប់ព្រះទេច្បាប់សំខាន់បំផុតសម្រាប់យើងគឺផ្ដោតការរក្សាជីវិតរបស់យើងឲ្យបានបើកចំហចំពោះព្រះសូមឲ្យអ្វីផ្សេងទៀតរួមទាំងការងារសម្លៀកបំពាក់និងអាហារត្រូវបានទុកចោលមួយឡែកគឺដោយសារភាពមមាញឹកនៃរឿងកង្វល់ទាំងនោះនឹងធ្វើឲ្យការផ្ដោតអារម្មណ៍របស់យើងទៅលើព្រះមិនច្បាស់លាស់យើងត្រូវតែរក្សាចំហនៃការសម្លឹងមើលទៅទ្រង់ដោយរក្សាគំនិតរបស់យើងឲ្យនៅខាងវិញ្ញាណទាំងស្រុងពេញមួយជីវិតរបស់យើងចូលឲ្យរឿងផ្សេងកើតឡើងហើយក៏រត់បាត់ទៅតាមនោះចុះចូលឲ្យមនុស្សដទៃរិះគន់យើងតាមចិត្តគេចុះប៉ុន្តែកុំអនុញ្ញាតឲ្យអ្វីមកបាត់បង់ជីវិតដែលលាក់ទុកជាមួយព្រះគ្រីស្ទក្នុងព្រះរបស់យើងព្រះគម្ពីរកូឡូសចំពុក3ខ3កុំអនុញ្ញាតឲ្យរបៀបរស់នៅនិងការប្រញាប់ប្រញាល់នាំមកនូវការរំខានដល់ទំនាក់ទំនងនៃការនៅជាប់នៅក្នុងទ្រង់នោះឡើយនេះគឺជារឿងងាយស្រួលក្នុងការយើងមិនដែលបណ្ដោយប៉ុន្តែយើងត្រូវប្រយ័ត្នកុំឲ្យវាកើតឡើងមេរៀនដ៏លំបាកបំផុតនៃជីវិតគ្រីស្ទានគឺការរៀនបន្តមើលសេរីល្អរបស់ព្រះអម្ចាស់ដូចក្នុងកញ្ចក់សូមអធិដ្ឋានជាមួយខ្ញុំអោព្រះបិតាគុំប្រទានសួយទូលបង្គំមិនសមនឹងទទួលបានព្រះគុណនិងសេចក្តីមេត្តាករុណារបស់ទ្រង់ទេប៉ុន្តែទូលបង្គំមានអំណរគុណគ្រប់យ៉ាងដែលទ្រង់ប្រទានសេចក្តីប្រោសមេត្តាករុណាដល់ទូលបង្គំជារៀងរាល់ថ្ងៃព្រះម្ចាស់អើយសូមជួយទូលបង្គំឲ្យអបអរសាទរយ៉ាងពេញលេញនៅសេចក្តីពិតដែលជាតម្លៃរបស់ទូលបង្គំមិនផ្អែកលើអ្វីដែលទូលបង្គំធ្វើនោះទេប៉ុន្តែផ្អែកលើទ្រង់វិញអត្តសញ្ញាណរបស់ទូលបង្គំគឺស្ថិតនៅក្នុងព្រះគ្រីស្ទតែមួយគត់ដែលជាកិច្ចការរបស់ទ្រង់នៅលើឈើឆ្កាងសូមជួយទូលបង្គំឲ្យចងចាំសេចក្តីពិតនេះជារៀងរាល់ថ្ងៃនៅពេលដែលទូលបង្គំប្រឆាំងនឹងការកុហកបោកប្រាស់របស់ពួកសត្រូវទូលបង្គំសូមទូលគ្រប់ការនេះនៅព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនពេលបងប្អូនស្ដាប់ហើយសូមជួយ share បន្តដល់អ្នកឯទៀតសូមអរគុណ